ជំរាបសួរលោកគ្រូខ្ញុំឈ្មោះពូវតារុងខ្ញុំធ្វើ project លឿនដូចតាក់ទងនឹងDNS ហើយនិង web server ដល់មកគឺខ្ញុំតេស្តទៅលើវាគឺខ្ញុំតេស្តវាសិនNS logout ហ្នឹងមកគឺវាស្គាល់ធម្មតាដល់មកទៀតគឺខ្ញុំតេស្តទៅលើ World Wide Web អញ្ចឹងតើពីខ្ញុំតេស្តទៅលើ World Wide Web ហើយស្គាល់ដូចគ្នាទៅលើ local របស់យើងហើយ www World Wide Web ហ្នឹងតបមកខ្ញុំធ្វើការតេស្តទៅលើសិន PP lab local របស់យើងតបគឺវាឃើញធម្មតាទេតបមកខ្ញុំតេស្ត website ម្ដងទៀតតេស្តរបៀបបែប paper wide គឺ www lab local តមកគឺវាធម្មតាទេតមកទៀតខ្ញុំធ្វើការ pin ទៅកាន់ lab របស់ខ្ញុំ3ដងចង់ដឹងថាវាអាច receive អានឹងបានអត់អញ្ចឹងខ្ញុំចុចនេះមកអូ pin ភ្លេចដាក់គ្នាខុសខ្ញុំ pin 3ដង local lab local បាទគឺវាស្គាល់3ដងគឺវាស្គាល់គ្នាហើយអូខេអញ្ចឹងខ្ញុំធ្វើការ DIG ដើម្បីតេស្តទៅមើលlab ដូចគ្នាតមកគឺវាស្គាល់ឃើញធម្មតាតមកទៀតចុងក្រោយគឺខ្ញុំឆែកទៅលើ web server status អញ្ចឹងខ្ញុំចុចនេះមក http lab របស់យើងគឺខ្ញុំឆែកហើយចាំទីដែរបាទគឺតាក់តាមប៉ុណ្ណឹងអញ្ចឹងនេះគឺជាខ្ញុំតេស្តហើយអស់ហើយអញ្ចឹងខ្ញុំសូមបន្តទៅលើគ្នាយើងតទៀតអរគុណលោកគ្រូបន្ទាប់មកខ្ញុំមែនមកសុខេងក៏សុខអីខ្ញុំបានអូខេឥឡូវបន្ទាប់ខ្ញុំក៏បានដែរតែខ្ញុំណានិយាយណាបាទជាគ្រូខ្ញុំឈ្មោះផាន់ច័ន្ទផលដែលខ្ញុំធ្វើទៅលើ block file server និង domain controller អញ្ចឹងខ្ញុំធ្វើតាម key របស់ Ubuntu ដែលខ្ញុំប្រើជាមួយនឹង sudo របស់ Samba ផងដែរអញ្ចឹងខ្ញុំនឹង start តេស្តឲ្យលោកគ្រូមើលតែម្ដងអញ្ចឹងចំណុចទី1ខ្ញុំត្រូវធ្វើគឺខ្ញុំត្រូវការ check តទៅជាមួយនឹង Swing តើវាធ្វើការ start មិនដែរចង់ដឹងថាវា active ឬមួយក៏វា fail ក្នុងការបង្កើតរបស់ខ្ញុំអញ្ចឹងខ្ញុំនឹងធ្វើការ check ជូនលោកគ្រូតែម្ដងខ្ញុំអាចប្រើជាមួយនឹង sudo system ctl ហើយខ្ញុំធ្វើការ check ថាវា status បែបណាដែរហើយ smb enter អញ្ចឹងខ្ញុំឃើញថារបស់ខ្ញុំបានបង្កើតហ្នឹងគឺវាធ្វើការដើរត្រឹមត្រូវហើយវា run active running ហ្នឹងអញ្ចឹងខ្ញុំ check មើលតើនៅក្នុងហ្នឹងខ្ញុំបានកើតមានអីខ្លះដែលវា active នេះអញ្ចឹងសម្រាប់ការ active 2នេះវាសម្រាប់domain controller មួយដែលខ្ញុំបានកើតឲ្យវា active ផងដែរដើម្បីធ្វើការ test ក៏ដូចជាកាត់គ្រប់អីចឹងអញ្ចឹងវគ្គបន្តគឺខ្ញុំនឹងធ្វើការ test ទៅលើការ config validation ដើម្បីខ្ញុំ check ទៅមើលលើ test ham របស់វាថាវាមានអីមានបញ្ហាឬមួយក៏មានអីអត់អញ្ចឹងថានៅក្នុងហ្នឹង rule របស់ខ្ញុំដែលបាន set ហ្នឹងវាមានអីខ្លះក្នុងការ share
ចឹងតើតងចំណុចនេះខ្ញុំសូមធ្វើការ clear វាខ្ញុំអាចធ្វើការ write sudo test this ចឹងអាកន្លែងនេះវាគឺជា server role របស់ខ្ញុំដែលខ្ញុំបានធ្វើការបង្កើតវានៅក្នុង file ដែលខ្ញុំបាន create វាចឹងវាមាន global វាមាន IT department ឬមួយក៏ HR department និង manager មួយដែលខ្ញុំបាន set ជាមួយនឹងdomain controller របស់ខ្ញុំរួចរាល់ចឹងចំណុចមួយទៀតគឺខ្ញុំ check ទៅលើ port របស់វាខ្ញុំចង់ដឹងថា port វាចឹងខ្ញុំអាចធ្វើការ check port របស់វាដែលយើងអូខេធ្វើការ pass ចឹងនេះគឺជា port ដែលខ្ញុំបានបង្កើតហើយដែលវាកំពុងតែ process វាធ្វើការជាមួយគ្នាជាមួយ file ដែលខ្ញុំបានបង្កើតចឹងណាហើយខ្ញុំធ្វើការ check តទៅជាមួយនឹងការ share file folder ផងដែរចឹង file folder យើងដំបូងយើងអាចធ្វើការវាយជាមួយនឹង ls ld ឬក៏យើងវាយជាមួយនឹង file ដែលយើងបានបង្កើត folder សម្រាប់យើងផ្ទុកនៅក្នុងហ្នឹងចឹងគ្រប់តំណែងដែលខ្ញុំបង្កើត file ហ្នឹងគឺខ្ញុំ share ចូលទៅកាន់ share រៀបនេះតែម្ដងចឹងនេះគឺជាប្រភេទ file ដែលខ្ញុំបានបង្កើតមុនខ្ញុំ check ទៅនេះជា file ដែលខ្ញុំបាន share ចឹងខ្ញុំនឹងធ្វើការទៅបង្កើតនៅ text file មួយចឹងសម្រាប់ text file នេះខ្ញុំបង្កើត file នេះដើម្បី test នេះ file server អូខេចឹងវាបានបង្កើតទៅរួចរាល់នេះ file test.txt តែម្ដងចឹងបន្ទាប់ពី test file ហើយខ្ញុំធ្វើការ test ថា Samba ហ្នឹងវា access នៅលើ local អត់ចឹងនេះវានឹងបញ្ជាក់ឲ្យថាពេលដែលយើងបង្កើត file folder ឡើងតើវាជោគជ័យអត់វាបានផលអត់ចឹងបន្ទាប់ពីយើងបង្កើតទៅវានឹង show បែបនេះនេះជា folder ដែលខ្ញុំបានបង្កើតចឹងបាន save វាឡើងចឹងចំណុចបន្ទាប់គឺខ្ញុំនឹង read file អូខេតែខ្ញុំខុស keyword នេះចឹង file បើយើងគឺ file anonymous login របស់យើងហ្នឹងគឺបានជោគជ័យចឹងកន្លែង read file នេះចំណុចលើមិញហ្នឹងដែលយើងមាន file anonymous មួយដែលយើងបានសរសេរហើយយើង share ចូលទៅកាន់ share រៀបនេះចឹងខ្ញុំ check ទៅលើការ upload និងការ download file របស់ខ្ញុំដែលបានសរសេរហើយចឹងខ្ញុំចង់ធ្វើការ share វាទុក download អីចឹងតែថាវាមានអីខ្លះចឹងនៅក្នុងនេះវាមាន anonymous login វាមានអីចឹងដែលយើងបានធ្វើការ try ក៏ដូចជាបង្កើត file នឹងដើម្បី share ចូលទៅកាន់ file share រៀបរបស់យើងចឹងយើងធ្វើការទាញចូលមកអស់នេះតែម្ដងចឹងចំណុចនេះខ្ញុំនឹងការ check ទៅលើថាបន្ទាប់ពីខ្ញុំបានធ្វើអស់ហ្នឹងហើយតើវាបាន active អស់នៅវាជោគជ័យក្នុងការ share file នៅហើយយើងមានវិធីមួយទៀតដែលយើងអាចធ្វើការ share តាមរយៈ IP address ជាមួយនឹង Windows ផងដែរចឹងខ្ញុំធ្វើការ check នេះបន្ទាប់ពីយើងបានបង្កើតរួចរាល់វានឹងចេញបែបនេះតែម្ដងនេះវានឹង show ឲ្យយើងពី version សាមារបស់ version ដែលយើងបានបង្កើតតាមរយៈ Ubuntu ហ្នឹងហើយវាតកតងជាមួយនឹង machine តកតងជាមួយនឹងគ្រប់អីមួយចំនួនដែលយើងបានបង្កើតតកតងជាមួយនឹង encryption អីមួយចំនួនផងដែរចឹងសម្រាប់ចំណុច file server គឺខ្ញុំបានបញ្ចប់ត្រឹមហ្នឹងតែម្ដងហើយសម្រាប់អ្នកនរគ្នាដែលចង់ share តាមរយៈ IP address អ្នកនរគ្នាគាត់ដែលធ្វើការ set ជាមួយនឹង Windows Server ហើយចុច Control A មកដើម្បី pass IP address ហើយអ្នកនរគ្នាអាចវាយជាមួយនឹង IP address នេះអ្នកនរគ្នាអាចធ្វើការ share ទៅតាមរយៈ IP address នេះបាននៅលើ Windows ឥឡូវខ្ញុំចូលតាក់ទងជាមួយនឹង domain controller របស់ខ្ញុំម្ដងដែលវាមាន policy មានគ្រប់មានអីចឹងទៅក្នុងនឹងមាន user ដែលខ្ញុំបាន set អញ្ចឹងខ្ញុំចូលទៅជំហានទី2អញ្ចឹងជំហានទី2ខ្ញុំនិយាយពី Samba DC demo test ពីសារអញ្ចឹងតាក់ទងជាមួយនឹង domain controller របស់ខ្ញុំអញ្ចឹងដំបូងខ្ញុំអត់មាន test អីទេគឺខ្ញុំ test ទៅលើdomain controller ខ្ញុំហ្នឹងថាវា active ដូចគ្នានៅតាក់ទងជាមួយនឹងដំបូងគឺយើង set ទៅលើ file server របស់យើងថាវា active នៅឥឡូវយើង test ជាមួយនឹង domain controller របស់យើងម្ដងចឹងសម្រាប់ domain controller របស់ខ្ញុំគឺវា active ហើយវាកំពុងតែ run នៅលើហ្នឹងតែម្ដងនេះគឺជាពេលវេលាដែលយើងបានបង្កើតបាន set វាតែម្ដងហើយអញ្ចឹងខ្ញុំនឹង check ទៅលើSamba user របស់វាទាំងអស់អញ្ចឹងដើម្បី check ទៅលើ Samba user អ្នកនរគ្នាអាចវាយទៅដល់
type ជាមួយនឹង sudo pd this នៅក្នុង application វាយចឹងនឹង check ឃើញ user ដែលយើងបានបង្កើតតាមរយៈ Samba របស់យើងតែម្ដងអញ្ចឹងទាំងអស់នេះគឺជា user ដែលខ្ញុំបានបង្កើតអញ្ចឹងខ្ញុំនឹង check ទៅលើ group ដែលខ្ញុំបានបង្កើតសម្រាប់ផ្ទុកជាមួយនឹង user អស់ហ្នឹងតែម្ដងអញ្ចឹងអ្នកនរគ្នាអាចធ្វើការ catch វាមកខ្ញុំ copy ផាសតែម្ដងចឹងទាំងអស់នេះវាគឺជា group ដែលយើងបានបង្កើតដាក់នៅ user របស់យើងមួយដែលនៅក្នុង IT department របស់យើងមាន support ក្នុង HR department មាន data មានក្នុង manager នេះគឺមាន mini ចឹងផងដែរដែលយើងមាន set ទាំង ID ទាំងអីនៅក្នុង slide ហ្នឹងចឹងបន្ទាប់គឺយើង check ទៅលើតាមរយៈ IT department មួយហ្នឹងតើមាន member មាន user ម៉ានអីចឹងណាចឹងខ្ញុំធ្វើការ check បន្តដើម្បីដឹងកាន់តែច្បាស់ចឹងខ្ញុំនឹង check ទៅលើនេះIT department របស់យើងនេះថា member មានប៉ុន្មានចឹងវានឹងបញ្ជាក់នេះក្នុង IT department របស់យើងគឺមាន user តែមួយទេគឺសុផាងតែម្ដងចឹងបើយើងចង់ check ផ្សេងទៀតយើងអាចធ្វើដូចគ្នាអាចធ្វើការ send group ណាមួយហើយយើងធ្វើការវាយលើឈ្មោះរបស់ group មួយហ្នឹងមកវានឹងចេញដូចគ្នាចឹងចំណុចនេះហើយវាសំខាន់នេះចំណុចចេញតាម group នេះដែលវាធ្វើយើងទៅកាន់ក៏ដូចជាអាច view នៅកាន់ department មួយបានអញ្ចឹងយើងចង់រកនៅ group manager ថាមាន member ប៉ុន្មានអីអាចធ្វើការ select ហើយយើងនេះរកមកតាមនឹងមកអូខេអញ្ចឹងចំណុចបន្ទាប់គឺខ្ញុំរកតាក់ទងជាមួយនឹង Samba share អានេះថា file ដែលខ្ញុំបាន share នៅក្នុងហ្នឹងណាអញ្ចឹងជាមួយខ្ញុំ check ចឹងនេះអ្វីដែលខ្ញុំបាន share file ដែលខ្ញុំ share ចូលនៅក្នុងហ្នឹងអញ្ចឹងវាមានទាំងអស់នេះតែម្ដងអញ្ចឹងទីខ្ញុំ test ទៅលើការ connection របស់វាសិនថាវាដើរអត់ចឹងនេះការ connection របស់វាមានកំណត់ពេលមានកំណត់ម៉ោងត្រឹមត្រូវក្នុងការ process របស់យើងចាស់ឬមួយក៏ memory ឬក៏ history របស់យើងចាស់ចឹងណាដែលវា process មុនណាចឹងអានេះគឺជាទាំងអស់ដែលខ្ញុំបាន test មុនចឹងវាសូបែបហ្នឹងវាមានតាំងពីខ្សែវាមានតាំងពីអីមក M ហើយនឹងនៅនឹងស្រាច់ហើយចឹងចូលចំណុចមួយទៀតខ្ញុំនឹង test ទៅលើ file នៅក្នុងការ share អញ្ចឹងវាមានអីខ្លះអញ្ចឹងខ្ញុំ test ម្ដង3តែម្ដង test នឹង3 file ដែលខ្ញុំបង្កើត3 department ណាចឹងនេះនេះវាមានវាបញ្ជាក់អីខ្លះហើយវាមាន HR department ដែលវាកំពុងស្ថិតនៅក្នុង permission ដែលនេះអញ្ចឹងវាកំពុងស្ថិតនៅក្នុង directory ហ្នឹងផងដែរអញ្ចឹងយើង check មើល IP address របស់ domain controller របស់យើងអញ្ចឹង IP address របស់យើងនេះគឺ 192.168.9.129 តែម្ដងអញ្ចឹងសម្រាប់ blog ហ្នឹងគឺខ្ញុំបានបញ្ចប់ត្រឹមហ្នឹងតែម្ដងហើយខ្ញុំទុកឲ្យ team របស់ខ្ញុំបន្តអរគុណលោកគ្រូបាទជំរាបសួរលោកគ្រូខ្ញុំសុខេងអញ្ចឹងសម្រាប់ប្រធានបទរបស់ខ្ញុំវិញគឺខ្ញុំប្រើ3ចំណុចឬក៏ system 3តែម្ដងចុះសភៅសូមបិទshare screen ណាអូខេអញ្ចឹងខ្ញុំសូម share screen មួយអូខេអញ្ចឹងដោយសារតែខ្ញុំ record ហ្មងទៅចុះខ្ញុំអាចទាញ screen បានស្រាប់ប៉ុន្តែខ្ញុំ share ឲ្យ team យើងមើលដើម្បីយើងអាចមើលទាំងអស់គ្នាបានអញ្ចឹងនេះខ្ញុំ config 3 system ទី1គឺយើងនិយាយអំពី web server អញ្ចឹងខ្ញុំសូម clear នេះមួយចូលសម្រាប់ web server របស់ខ្ញុំគឺខ្ញុំបាន test ដើរធម្មតាហើយប៉ុន្តែឥឡូវនេះគឺយើងសាក test ផ្ទាល់តែម្ដងអញ្ចឹងទៅលើការ test ហ្នឹងគឺយើងគ្រាន់តែយក IP របស់ web server របស់យើងមក test លើ computer របស់យើងផ្ទាល់ទេអញ្ចឹង IP នេះអត់ទាន់ដើរទេយើង refresh មិនក៏អត់ទាន់ដើរដែរអញ្ចឹងដើម្បីចង់ដឹងថា IP ហ្នឹងវាពិតឬក៏ខុសយើងអាច check មើលបាន IP
ដក clear A មកអញ្ចឹង IP របស់ខ្ញុំគឺ192.168 159 និង 141 អញ្ចឹងមុនហ្នឹងគឺយើងឃើញហើយកន្លែងនេះគឺ IP 192.168 159 141 អញ្ចឹងវាអត់តន់ដើរទេអញ្ចឹងសម្រាប់ធ្វើឲ្យវាដើរគឺខ្ញុំគ្រាន់តែ type system ctm cte mctl មកហើយយើងវាយ start ទៅលើ httpd គេចឹងរងចាំទៀត system ctl restartចាស់ខ្ញុំមាន slow បន្តិចបាទគេនេះខ្ញុំ check ctl start httpd ចាស់មានវាយខុសអូខេអញ្ចឹងឥឡូវយើងបាន start បានហើយអញ្ចឹងដល់ពេលដែលវា running ហើយយើងអាច search ទៅលើនេះបានខ្ញុំសុំ refresh មួយអូខេអញ្ចឹងដល់ពេលដែល refresh មួយគឺវាឃើញ web page ដែលខ្ញុំបានបង្កើតនៅក្នុងsystem ហ្នឹងហើយអញ្ចឹងបើន័យថាឈ្មោះរបស់ខ្ញុំបាទ KSOK ហើយក៏ដូចជា web server ហ្នឹងគឺបាន online ហើយនេះគឺជា web ទី1និង IP របស់ web ទី1អញ្ចឹងសម្រាប់ web server មានប៉ុណ្ណឹងនៅពេលដែលយើង configure ហើយគឺយើងអាច search បានបែបហ្នឹងអូខេអញ្ចឹងសម្រាប់ទី2របស់ខ្ញុំគឺខ្ញុំប្រើទៅលើ system load balancing អញ្ចឹង load balancing របស់ខ្ញុំហ្នឹងគឺខ្ញុំត្រូវការមាន web 2នៅពេលដែលweb មួយ down ឬមួយក៏ down server ហ្នឹង server មួយទៀតវានឹងដើរមកម្ដងទៀតប្រែថាវាជួយ backup នៅពេលដែល web មួយដាច់ឬមួយក៏ down អូខេអញ្ចឹងឥឡូវនេះអ្នកនរគ្នាឃើញខាងលើគេនេះយើងមានជា load balancing យើងមានជា web 1 web 2អញ្ចឹង web ដែលខ្ញុំបាន config លើ web server នេះខ្ញុំចាប់ទុកថាជា web 1អញ្ចឹង web 1វាមាន IP ផ្សេងវាមាន IP 192 168 159 និង 141អញ្ចឹងសម្រាប់ web 2ដូចគ្នា web 2យើងត្រូវបង្កើត web server ដូចគ្នាហើយខ្ញុំគ្រាន់តែ tab តិចទៅនេះអញ្ចឹង web 2របស់យើងគឺខុសបន្តិចតែគាត់ថា rank របស់យើងដូចគ្នា rank យើងគឺ159ដូចគ្នាប៉ុន្តែកតុយ143អញ្ចឹងឥឡូវនេះយើងចាប់ផ្ដើម check តែម្ដងថា web 2របស់យើងហ្នឹងគឺវា running អត់បាទធម្មតាគឺវា running ស្រាប់ហើយដោយសារតែខ្ញុំបានបើកវាក៏ដូចជា active វាហើយអូខេអញ្ចឹង web 2របស់យើងគឺវាតម្រូវខុសគ្នាចេះវាមានដាក់ web 2 is online អញ្ចឹងទៅអញ្ចឹងវាកាន់លើIP តែមួយអញ្ចឹងឥឡូវនេះយើងឃើញ web server 2 web ទី1និង web ទី2អញ្ចឹងសម្រាប់ load balancing គឺយើងត្រូវយក web ទាំងពីរហ្នឹងមកកំណត់ឲ្យវាចេញជា IP តែមួយបើន័យថាវាចូលលើ IP តែមួយបាទអញ្ចឹងខ្ញុំសូម check ទៅលើ IP load balancing នេះម្ដងចុះ load balancing របស់យើងគឺ IP របស់វាខុសគេគឺ144វិញអញ្ចឹង144នេះយើងយកទៅ post ឬយកទៅដាក់ check នៅក្នុង load balancing check នៅក្នុង browser មកអញ្ចឹងឧទាហរណ៍ថា browser របស់ខ្ញុំនេះខ្ញុំសុំដាក់144អូមិញខ្ញុំដាក់143បានត្រូវអូខេអញ្ចឹង143នេះ web ទី2 144នេះគឺសម្រាប់ load balancing ចុះ load balancing នេះឃើញវាដើរនៅលើ web ទី1អញ្ចឹងឧទាហរណ៍ថាខ្ញុំ refresh វាគឺវាអាចនឹងដាច់ web ទី1ចូល web ទី2អញ្ចឹងឧទាហរណ៍ថាបើសិនជា web 1
ឬមកក៏ web 2ដាច់អញ្ចឹងខ្ញុំសូម refresh មួយទៅ user refresh មួយវាចូល web ទី1វិញអញ្ចឹងខ្ញុំសាកបិទតែម្ដងទៅលើ web ទី1គេយើងវាយ system CTL ដែរមកប៉ុន្តែយើង stop វាទៅលើ HTTPD អូខេអញ្ចឹងនៅពេលដែល stop ហើយធម្មតាគឺវាឡើងដើរទៅលើ status របស់វាខ្ញុំសូមឧទាហរណ៍ check មើលបន្តិចអញ្ចឹង status របស់វាគឺវាចូល inactive មិនន័យថាវាអត់ឡើងដើរហើយអញ្ចឹងឥឡូវយើងទៅ check ម្ដងសម្រាប់ load balancing ជា IP តែមួយអញ្ចឹងនៅពេលដែល refresh វាដាច់ web ទី1អញ្ចឹងវានឹងចូល web ទី2អូខេអញ្ចឹងយើង refresh ប្រហែលដងក៏វានឹងចូល web ទី2ដដែលដែរដោយសារតែវាបាត់ web ទី1បាត់ហើយអូខេហ្នឹងគឺ load balancing ដែលខ្ញុំបានជោគជ័យទៅលើ project របស់យើងមួយទៀតគឺខ្ញុំនិយាយអំពី system ដែល config ហ្នឹងគឺទៅលើ terminal server អញ្ចឹង terminal server នេះterminal server គឺដូចជាខ្ញុំប្រើនៅក្នុង file នឹងដូចគ្នាអញ្ចឹងសម្រាប់ terminal server គឺយើងគ្រាន់តែសរសេរតែមួយ line ទេខ្ញុំសូម type តិចទៅអញ្ចឹងយើងវាយ system ដោយសារតែខ្ញុំ config ហើយអញ្ចឹងវាមានស្រាប់system អូជាស្រាប់system CTL set default graphical target អូខេអញ្ចឹងនៅពេលដែលយើង search ទៅលើ system CTL នឹងហើយនៅពេលដែលយើងចង់ check ទៅលើ terminal យើងថាយើងដើរអត់អញ្ចឹងយើងត្រូវ remote ទៅ admin របស់វាតែម្ដងអញ្ចឹង admin ហ្នឹងយើងអាច remote ពី computer របស់យើងទៅផ្ទាល់តែម្ដងអញ្ចឹងខ្ញុំសូម remote ទៅយើងនឹងឃើញ GUI អញ្ចឹងបើសិនជាយើងឃើញ GUI របស់terminal server ហ្នឹងគឺវានឹងន័យថាវាដើរហើយវា work ហើយខ្ញុំសូម connect ទៅអូខេអញ្ចឹង connect វាឲ្យយើង suggest សម្រាប់ XRDP បាទខ្ញុំសូម yes មកអូខេអញ្ចឹងអាចអត់ទាន់ឃើញដោយសារតែវា load មក screen មួយទៀតខ្ញុំសូមបើកចេះវិញអូខេអញ្ចឹងនេះនៅពេលដែលយើង success គឺវានឹងចេញជាការ login មួយសម្រាប់ terminal server ហ្នឹងទៅនេះជា tool របស់វាខ្ញុំសូម login សាកទៅអូខេអូអានេះអានេះវា request ទៅអញ្ចឹងបានវា request ទៅកំពុងតែចាំនៅពេលដែលគេ confirm អញ្ចឹងកន្លែងនេះអាចថាវាមិន 100% ទេពីខ្ញុំទៅគឺនៅពេលដែលធ្វើអញ្ចឹងបានគឺវា success អូខេអញ្ចឹងសម្រាប់របស់ខ្ញុំមានប៉ុណ្ណឹងសម្រាប់ topic របស់ខ្ញុំការធ្វើមួយនេះគឺយើងមាន web server load balancing ហើយនិង terminal server អញ្ចឹងសម្រាប់របស់ខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនអញ្ចឹងទៅមុខទៀតសម្រាប់គ្នាយើងបន្ថែមទៀតអរគុណច្រើនចូលតទៀតតោះគ្នាយើងចន្ទថននិយាយបាត់ទេគេនិយាយព្រោះពេកកុំមកចន្ទថន let's go ស្គ្រីឲ្យចន្ទថនមុនទៅស្គ្រីមកលើនេះខ្ញុំ record អត់កាត់ទេណាអូខេខ្ញុំបើកវាមិនសិនបើក share screen ផងខ្ញុំ record អត់កាត់ទេ
lừa ọt lên dạ vậy អូខេជំរាបសួរលោកគ្រូនិងសិស្សអ្នកនរគ្នាអញ្ចឹងខ្ញុំមកតជាមួយនឹងដើម្បី system របស់យើងទៀតដែលខ្ញុំធ្វើទៅលើ DHCP server ជាមួយនឹង backup server អញ្ចឹងខ្ញុំសូមតេស្តទៅលើ DHCP server មុនខ្ញុំ run ជាមួយនឹងខ្ញុំអត់បាន share screen ហើយឥឡូវខ្ញុំសូមបើជាមួយនឹង machine DHCP របស់ server របស់ខ្ញុំមួយសិនខ្ញុំសូមតែទៅលើ Putty ចុះដោយសារយើងសួរ copy path ជាមួយនឹង comment ផងដែរអូខេអញ្ចឹងយើងចូលមកដល់ DHCP របស់ server របស់យើងហើយដោយសារតែខ្ញុំបាន install ជាមួយនឹង config វាគ្រប់អស់ហើយអញ្ចឹងខ្ញុំគ្រាន់តែតេស្តដឹងថាតើវាដើរឬក៏អត់តែប៉ុណ្្នឹងឯងអញ្ចឹងខ្ញុំសូម login ចូលជាមួយនឹង user របស់ខ្ញុំតិចអូខេអញ្ចឹងខ្ញុំមាន comment មួយដើម្បីដឹងថាតើ DHCP server ដែលយើងបាន config វានឹងដើរឬអត់អញ្ចឹងឥឡូវខ្ញុំសូម pass comment ហ្នឹងអូខេអញ្ចឹងនៅពេលដែល active របស់វាមានន័យថាចេញពណ៌ខៀវឬក៏ active នេះមានន័យថា DHCP server របស់យើងគឺយើងបាន enable ជាមួយនឹងកំពុងតែ running ហើយអញ្ចឹងសម្រាប់ការតែ DHCP server គឺមានតែប៉ុណ្្នឹងទេមានន័យថាយើងបាន config វាដើររួចរាល់ហើយអញ្ចឹងខ្ញុំសូមបន្តមួយទៀតតទៅជាមួយនឹង backup server អញ្ចឹងខ្ញុំសូមអត់ចេញមួយហើយខ្ញុំសូម login សាថ្មីជាមួយនឹង root user ណាអូខេខ្ញុំសូមតេស្តទៅលើ Putty ដដែលដោយសារយើងស្រួល copy ផាសហ្នឹងអូខេអញ្ចឹងនេះគឺជា IP address របស់យើងដែលខ្ញុំទៅផាសនៅក្នុង Putty ខ្ញុំសូម login ចូល root user ដដែលទេយើងខុស password ហើយយកម្ដងទៀតខ្ញុំមាន comment មួយចំនួនដើម្បីទុកតេស្តជាមួយនឹង backup server របស់យើងអញ្ចឹងនេះគឺជា comment មួយចំនួនទីមួយខ្ញុំតេស្តទៅលើការ create ទៅលើ directory មួយដើម្បីតេស្តថាតើយើងអាច backup បានឬក៏អត់អញ្ចឹងខ្ញុំ create ជាមួយនឹង directory my backup មួយចុះដោយសារខ្ញុំបានតេស្តជាមួយនឹង directory ផ្សេងច្រើនយើងអាចជាន់ឈ្មោះគ្នាឥឡូវខ្ញុំសាកមើលថា backup ដែលខ្ញុំបានបង្កើតនឹងតើវាបានឬក៏អត់ចឹងអូខេអញ្ចឹងវាបានហើយជាមួយនឹង my backup មួយនេះអញ្ចឹងបន្តមកទៀតខ្ញុំចង់create នៅfile មួយដែលមានstorage វា100 MB អស់អូខេអញ្ចឹងយើងក៏បាន create វាទុកហើយអញ្ចឹងអានេះយកអីទេអានេះទៅការដាក់ password ទេឥឡូវខ្ញុំសាក list ទៅមើលតើ file ដែលយើងបាន create មិញតើយើងបានទទួលបានឬក៏អត់អូខេអញ្ចឹងយើងបានហើយបន្តមកទៀតបន្ទាប់ពីយើងឲ្យ directory ជាមួយនឹង permission របស់វាហើយអញ្ចឹងយើងអាច remote ទៅតាម terminal ដើម្បីថាធ្វើជា backup server របស់យើងធ្វើជា backup របស់យើង
អូខេសូមដាក់ពីខាងចុះអូខេអញ្ចឹងដំបូងយើងត្រូវ remote ចូលជាមួយនឹង backup server របស់យើងជាមុនសិននេះគឺជា IP address របស់ខ្ញុំដែលខ្ញុំបានsorry អញ្ចឹងវានឹងទាមទារ password ទៅលើ DHCP backup server របស់យើងហើយខុស password គឺមិនខុស password ឬក៏តែសំឡងទៀតអូខេឥឡូវយើង login ចូលបានណាមិនខុស password ឥឡូវខ្ញុំសាកតែជាមួយនឹងការcreate ទៅលើឲ្យឈ្មោះ this is backup from ទៅលើពី terminal នេះទៅកាន់ backup server របស់យើងជាមួយនឹង file ឈ្មោះរបស់ខ្ញុំចេះទេអូខេឥឡូវខ្ញុំសាក push ចូលទៅ push វាចូលទៅក្នុងកន្លែង root user យើងមិញហ្នឹងខ្ញុំដាក់ដូចឈ្មោះអត់ត្រូវគ្នាចាអូខេអញ្ចឹងវាទាមទារ password យើងម្ដងទៀតអូខេអញ្ចឹងយើងទទួលបានហើយអញ្ចឹងយើង push ចូលហើយឥឡូវខ្ញុំសាកទៅ list មើលតើយើងអាចមិនយើងធ្វើជា backup មកឬអត់ហើយអញ្ចឹងបានហើយមកទៀតជាមួយនឹង backup ជាមួយនឹង text file របស់យើងនេះក៏ដូចគ្នាដែរអូខេអញ្ចឹងយើងទទួលបាន message ដែលយើងបានបោះហ្នឹងឯងអញ្ចឹងឥឡូវឧទាហរណ៍យើងសាកdelete file ឧទាហរណ៍យើងឥឡូវកំពុងតែធ្វើជាមួយនឹង backup server ឥឡូវយើងសាកធ្វើជា file របស់យើងខូចឬក៏បាត់ file អីអញ្ចឹងតើយើងអាច restore វិញបានអត់អញ្ចឹងនេះគឺជា file ដែលខ្ញុំបាន create អញ្ចឹងខ្ញុំសាកចង់លុបវាអូខេឥឡូវខ្ញុំលុបវាចោលបាទអត់ទៀតអូខេអញ្ចឹងខ្ញុំបានលុបវាហើយឥឡូវខ្ញុំធ្វើការតែ restore របស់វាមកវិញយ៉ាងថយអញ្ចឹងសំខាន់គឺមានចុចនៅខាងក្រោយផងដែរអូខេអញ្ចឹងយើងក៏បាន restore file ដែលយើងបានលុបមិញចេញផងដែរអញ្ចឹងសម្រាប់ការ demo ជាមួយនឹង DHCP server ជាមួយនឹង backup server របស់ខ្ញុំក៏បានដល់ទីបញ្ចប់ផងដែរអញ្ចឹងអរគុណសូមបន្តទៅមើលរួមក្រុមខ្ញុំបន្តទៀតChị hai rồi. lư Nhà chị hai rồi. start sẽ là vì nó sao là hốt nè hot đau nó ăn mày mà bật năng mối với nhưng mà đau rồi tám năng đấy phải ăn vậy á nên vậy khi nay nên vậy bà chữ số lực lúa của đôi chia nè đó cái là mơ video này phong đáy trong buổi chóp cứ nhôm miền đập phần đăng tế hay ở côn tròn phần bạc ca tam Việt Nam đã chọc hay có sông ở chia sai phong đáyแบบcho nội môi trường nôn là còn mà dựng khoác khác thì cho nội môi trường nôn là còn dựng vậy tới ở từ bản lọ hay ở côn tròn lực lúa mình tén phần bạc ca lư pê lư bị lìa oi rồi hồn vào đò ngày ní thì
គ្រប់យើងក៏ធ្វើបានរៀងក្រាស់ក្រែដែរហើយណាមួយគ្រប់យើងក៏នៅសល់តែប៉ុណ្ណឹងហើយអរគុណលោកគ្រូច្រើនជូនពរលោកគ្រូឆ្នាំថ្មីលោកគ្រូមានសុខភាពល្អរកស៊ីកាន់តែបានហើយចាក់ជុំដោយហូរចូលហូរទៀតហ្នឹងអរគុណច្រើនលោកគ្រូ ចា៎ record ហ្នឹង